បាទថ្ងៃនេះខ្ញុំមកធ្វើពាក់ព័ន្ធជាមួយនឹង multi hosting ដែលទីមួយខ្ញុំចូលទៅកាន់ folder ដែលមាន key pair របស់ខ្ញុំដែលខាងក្រោយនេះខ្ញុំបាន login AWS ហើយបាន run instance ហើយអញ្ចឹងយក open GitHub មកដើម្បី connect S8 គឺយើងចុច connect ហើយយើង copy អានេះមកដាក់ចូលដើម្បី connect S8 នៅក្នុង Git បាទខ្ញុំបានចូលមកកាន់ S8 ហើយនេះដែលខ្ញុំមាន text file ដែលបានពីលោកគ្រូមកគឺទីមួយយើង run step 1មកគេ website directory មួយមកទាំងពីរ website របស់យើងបន្តមកទៀតមក connect FileZilla គឺ IP address របស់ខ្ញុំគឺនៅដដែលដែលប្រើ static IP អូខេយើងធ្វើការ connect វាចូលមកកាន់ root របស់វាមកvar www ហើយនេះដែលខ្ញុំបានកើត directory មិញហ្នឹងពី websiteហើយធ្វើការទាញ website យើងពីរមកមួយដាក់ចូល website ទី1របស់ខ្ញុំហើយមួយទៀតដាក់ website ទី2របស់ខ្ញុំនេះ transfer កើតគឺអត់ទាន់ change C8 mode របស់វាអញ្ចឹងខ្ញុំចូលធ្វើការ set change C8 mode របស់វាច្រឡំធ្វើការបង្កើត directory ម្ដងទៀត
ធ្វើការ sudo create mode change create mode មកទៅគឺ7 ដើមខ្ញុំ change ហើយចឹងនឹងធ្វើការដាក់ file យើងចូលមកនេះខ្ញុំបានដាក់ជោគជ័យអញ្ចឹងដាក់ក្នុង website មួយទៀត folder មួយទៀតបន្ទាប់មកយើងធ្វើការ set permission របស់វាគឺ change ownership ចឹងយើង copy comment មក run comment ទី1 website ទី1ហើយមួយទៀត change ownership website ទី2តោះមកយើងបង្កើត nano sudo nano មកដើម្បីគេ add nginx configuration គឺនេះ nano អញ្ចឹងគឺយើង copy text របស់លោកគ្រូមក server ពីនេះហើយកន្លែង site 1យើងទៅ change មក website របស់យើងហើយដាក់ឈ្មោះ website ទី1របស់ខ្ញុំនេះតោះមកយើងធ្វើការ save ហើយ sudo nano ទៅកាន់ website ទី2ហើយយើងធ្វើអញ្ចឹងដូចគ្នា copy ហើយយើងដាក់ឈ្មោះ website ត្រឹមត្រូវមក website ទី2របស់យើងតោះមកធ្វើការ save ចាក់ចេញ step 5 enable site យើងធ្វើការតេស្តវាមួយមកគឺ sudo នេះ sudo ngx.t អូខេហើយបន្ទាប់មកយើងធ្វើការ restart nginx បន្ទាប់មកយើងចូលធ្វើ configuration router 3របស់យើងហើយយើងចូលមក host 0កន្លែងនេះយើងត្រូវ create host 0មួយគឺនេះសម្រាប់ website ទី1របស់ខ្ញុំឈ្មោះ website ទី1របស់ខ្ញុំមកដល់មកយើងចុច create ហើយ create record របស់វាមកយើងដាក់អានេះ subdomain នេះដាក់កន្លែងនេះ IP របស់យើងពី IP របស់ខ្ញុំហើយនេះចុច create record ចុច create record គឺ subdomain នោះដាក់ IP របស់យើងមកអានេះដាក់1ម៉ោងហើយ
create record មួយទៀតពីយើងដាក់ www 3 ដងហើយយក cname ហើយមក copy នេះដាក់ខាង home value វាមកគឺ create record តោះមកយើងចេញក្រៅយើង create host zone មួយទៀតសម្រាប់ website ទី2គឺនេះឈ្មោះ website ទី2របស់ខ្ញុំ domain website ទី2របស់ខ្ញុំហើយយើងធ្វើដូចគ្នាគឺ create record ដែរទី1គឺយើងដាក់ IP របស់យើងcreate record subdomain cname យើង copy website របស់យើងមកតោះមកចុច create record បន្ទាប់មកយើងមើលកន្លែងនេះគឺយើង copy ទៅដាក់ចូល domain របស់យើងគឺ domain ទី2របស់ខ្ញុំចុច copy ដល់មកចូល domain របស់យើងមកចូលទៅកាន់ manage ហើយយើងត្រូវ add កន្លែង name server នោះគឺចុច custom មកហើយ copy ទាំង4ហ្នឹងដាក់ចូលចុច tick តោះមកយើងចូលទៅកាន់ website របស់យើងមួយទៀតយើង copy អញ្ចឹងដូចគ្នាទៅដាក់ចូលទៅកាន់ domain របស់យើងមួយទៀតគឺនេះយើង copy ដាក់4ដូចគ្នាមកនេះហើយតោះមកយើងវាយ website របស់យើងមកថាវាដើរអត់គឺនេះ website របស់ខ្ញុំទាំងពីរគឺបានដើរទាំងពីរហើយwebsite ទាំងពីរបានដើរទាំងពីរហើយមកគុំគ្រូ